ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែកម្លែកអំពីក្បួនក្នុងការសរសេរដើម្បីយកបន្ទុកពេលប្រឡងបាក់ឌុបអញ្ចឹងបងប្អូនអ្នកគ្នាចិត្តមកដល់ថ្ងៃប្រឡងបាក់ឌុបហើយអញ្ចឹងសង្ឃឹមថាបងប្អូនអ្នកគ្នានឹងព្យាយាមខិតខំសិក្សាហើយទទួលបាននិទ្ទេសល្អនៅថ្ងៃខាងមុខអញ្ចឹងខ្ញុំមាន2ចំណុចដើម្បីចែកជូនអ្នកទាំងអស់គ្នាថាតើយើងសរសេរបែបណាយើងគួរតែសរសេរឲ្យវាល្អហើយបានបន្ទុកច្រើនអញ្ចឹងចំណុចទី1គឺយើងសរសេរកុំលុបច្រើនពេកអញ្ចឹងយើងដឹងថានៅពេលដែលយើងសរសេរលើกระดาษកិច្ចការយើងបើស្អីយើងលុបច្រើនពេកវានាំឲ្យកระดาษកិច្ចការយើងកខ្វក់ហើយពេលខ្លះអាចជាសញ្ញាសម្គាល់យើងអាចចូលទៅបន្ទុកកែពិសេសអញ្ចឹងទៅអញ្ចឹងយើងព្យាយាមសរសេរកុំលុបច្រើនពេកបើសិនជាលំហាត់ហ្នឹងយើងធ្វើខុសអញ្ចឹងយើងគួរតែបង់លេខរៀងសាថ្មីហើយយើងធ្វើពីក្រោមហ្នឹងទៅព្រោះថាលោកគ្រូអ្នកគ្រូគាត់កែតែអាណាត្រូវទេអាណាខុសគាត់អត់កែទេហើយរឿងទាំងអស់ហ្នឹងក៏ខ្ញុំដឹងពីលោកគ្រូអ្នកគ្រូរបស់ខ្ញុំដែរអញ្ចឹងយើងព្យាយាមសរសេរកុំលុបច្រើនពេកទី2យើងព្យាយាមសរសេរឲ្យពេញกระดาษកិច្ចការដូចភាសាខ្មែរអីយើងសរសេរឲ្យតែត្រូវតាមគម្រោងតែងសេចក្តីរបស់លោកគ្រូអ្នកគ្រូដែលគាត់បានបរៀនណាហើយមួយទៀតយើងសរសេរឲ្យពេញយើងសរសេរយ៉ាងណាកុំឲ្យឃើញចន្លោះច្រើនពេកមានថាពេញกระดาษកិច្ចការហ្មងណាដោយសារតែបទពិសោធន៍របស់ខ្ញុំកាលពីខ្ញុំនៅប្រឡងបាក់ឌុបមុខជាភាសាខ្មែរគឺខ្ញុំសរសេរបានតែ2ទំព័រកន្លះទេប៉ុន្តែខ្ញុំទទួលបានតែ3គឺហេតុផលទី1ខ្ញុំសរសេរបានស្អាតមានរបៀបហើយអត់សល់ចន្លោះច្រើនទេហើយខ្ញុំព្យាយាមលុបតិចមែនតើហើយមួយវិញទៀតខ្ញុំសរសេរគ្រប់ចំណុចទាំងអស់តាមគម្រោងតែងសេចក្តីអញ្ចឹងបើសិនជាទាំងអស់គ្នាសរសេរព្យាយាមសរសេរយ៉ាងណាឲ្យស្អាតកុំលុបហើយមួយទៀតឲ្យត្រូវតាមគម្រោងតែងសេចក្តីអញ្ចឹងសរុបមកវិញទី1គឺយើងកុំសរសេរលុបច្រើនហើយបើសិនជាខុសយើងបង់លេខធ្វើសារថ្មីអញ្ចឹងណាហើយទី2ព្យាយាមសរសេរឲ្យពេញกระดาษកុំទុកចន្លោះច្រើនពេកអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយ Subscribe លើ Channel របស់ខ្ញុំផង